ព្រះយេស៊ូវមានព្រះハរតីរីករាយខណៈនោះព្រះវិញ្ញាណបានធ្វើឲ្យព្រះយេស៊ូវមានព្រះハរតីរីករាយយ៉ាងខ្លាំងព្រះអង្គមានព្រះបន្ទូលថាបបិទ្ធព្រះបិតាជាអម្ចាស់នៃឋានបរមសុខនិងជាអម្ចាស់នៃផែនដីទូបង្គំសូមសរសើរដំកើងព្រះអង្គព្រោះទ្រង់បានសម្ដែងការទាំងនេះឲ្យមនុស្សតូចតាចយល់តែទ្រង់លាក់មិនឲ្យអ្នកប្រាជ្ញនិងអ្នកចេះដឹងយល់ទេមែនហើយព្រះអង្គសពព្រះハរតីសម្រេចដូច្នេះព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំគ្មាននរណាស្គាល់ព្រះបុត្រាក្រៅពីព្រះបិតាហើយក៏គ្មាននរណាស្គាល់ព្រះបិតាក្រៅពីព្រះបុត្រានិងអ្នកដែលព្រះបុត្រាសពព្រះハរតីសម្ដែងឲ្យស្គាល់នោះដែរបន្ទាប់មកព្រះយេស៊ូវបែរទៅរកសាវកហើយមានព្រះបន្ទូលដាច់ឡែកពីគេថាអ្នករាល់គ្នាមានសុភមង្គលហើយព្រោះអ្នករាល់គ្នាបានឃើញហេតុការណ៍ទាំងអស់នេះខ្ញុំសូមបញ្ជាក់ប្រាប់អ្នករាល់គ្នាថាមានព្យាការីនិងស្ដេចជាច្រើនចង់ឃើញហេតុការណ៍ដែលអ្នករាល់គ្នាឃើញនេះដែរតែមិនបានឃើញហើយគេចង់ឮសេចក្តីដែលអ្នករាល់គ្នាបានឮនេះដែរតែមិនបានឮសោះ